ជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះជួបជាមួយនឹងខ្ញុំទៀតហើយតោះឥឡូវពួកយើងនៅគ្នាដើរលេងទាំងអស់គ្នាណាបងប្អូនថ្ងៃនេះនាងខ្ញុំអត់បានទៅលេងព្រៃឬក៏ភ្នំអីទេប៉ុន្តែនាងខ្ញុំនឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅទីដែលស្ងប់ស្ងាត់ដែលធ្វើឲ្យអារម្មណ៍យើងសប្បាយរួចផុតពីទុក្ខមួយរយៈណាឥឡូវនេះនាងខ្ញុំកំពុងតែធ្វើដំណើរអំពីស្រុកភ្នំក្រវាញឆ្លងកាត់តាមវារលៀបបងប្អូនអានេះគេហៅថាវារលៀបចាការយើងចេញពីស្រុកភ្នំក្រវាញមកគឺវារលៀបបងប្អូនហើយយើងឆ្ពោះទៅពីមុនហៅថាមណ្ឌលមនីរតន៍ឥឡូវនេះគឺយើងប្រែទៅជាវត្តមនីរតន៍វិញណាបងប្អូនចាអានេះគឺតាមផ្លូវនេះតោះយើងទៅទាំងអស់គ្នាចាប់ផ្ដើមធ្វើដំណើរទៅឲ្យបងប្អូនឃើញអត់អាហ្នឹងគឺចាប់ផ្ដើមមេឃបើកថ្ងៃចេះហ្មងបងប្អូនអើយក្តៅខ្លាំងណាស់តោះទៅទាំងអស់គ្នាទោះបីជាក្តៅមិនក៏មានអារម្មណ៍ថាសប្បាយចិត្តដែរបងប្អូនឲ្យតែបងប្អូនទៅជាមួយនឹងនាងខ្ញុំតោះយើងទៅទាំងអស់គ្នាដល់យើងធ្វើដំណើរតាមផ្លូវលេខ56ពីស្រុកភ្នំក្រវាញទៅគឺយើងទៅទល់នៅនឹងផ្លូវជាតិលេខ5បងប្អូនហើយយើងក៏ធ្វើដំណើរទៅតាមផ្លូវជាតិលេខ5ហ្នឹងនៅខាងឆ្វេងដៃបងប្អូនចាខាងស្ដាំដៃសូមអភ័យទោសចាខាងស្ដាំដៃឥឡូវកាត់ហើយយើងមកដល់ហើយនៅខ្លោងទ្វារវត្តហ្នឹងហ្មងបងប្អូនចាគឺវត្តខ្លោងទ្វារបងប្អូនមើលគឺបានន័យថាយើងមកដល់ហើយគឺវត្តមនីរតន៍បងប្អូនទាំងអស់គ្នាកាលពីដែលចាប់ផ្ដើមកសាងនឹងនាងខ្ញុំអត់បានមកទេបងប្អូននាងខ្ញុំអត់ដែលបានឃើញទស្សនវិជ្ជាទេឃើញតែពីយូរហើយដែលចាប់ផ្ដើមមានណាបងប្អូនចាឥឡូវយើងមកមើលស្នាដៃនៃការសាងសង់និងសទ្ធាជ្រះថ្លារបស់បងប្អូនទាំងអស់គ្នានេះឃើញអត់បងប្អូនអើយស្អាតខ្លាំងណាស់នាងខ្ញុំឃើញហើយគឺស្អាតហ្មងអានេះគឺបំរាមចាហើយបងប្អូនត្រូវតែគោរពតាមបំរាមទាំងអស់គ្នាណានេះគឺផ្លូវខាងឆ្វេងដៃបន្ទាប់ពីនាងខ្ញុំដើរចូលតាមខ្លោងទ្វារវត្តមកគឺនាងខ្ញុំអត់ទាន់ទៅត្រង់ទេនាងខ្ញុំបែរឆ្វេងសិនចាអ្នកទាំងអស់គ្នាបែរមកឆ្វេងមកគឺឃើញរោងមួយដែលតម្កល់រូបព្រះបដិមាករគឺព្រះចូលបរិនិព្វានណាបងប្អូនទាំងអស់គ្នាចាពេលមកដល់ហើយទៅធ្វើម៉េចក្រាបចឹងទៅក្រាបសំពះ3ដងចាគឺត្រូវគោរពព្រះបរមគ្រូនៃយើងព្រះបរមគ្រូនៃសត្វទាំង3គឺនឹងភពទាំង3ភពមនុស្សភពទេវតានិងភពប្រែតណាបងប្អូនចាឥឡូវនេះគឺឥឡូវយើងទៅត្រង់យើងដើរទៅត្រង់ទៅតែកុំភ្លេចទៅខាងមុខហ្នឹងគឺក៏មានបំរាមដែរណាបងប្អូនគឺបំរាមហាមពាក់ស្បែកជើងចូលហ្នឹងហ្មងដើម្បីអីដើម្បីឲ្យនៅខាងមុខបតុមចេតិយអាហ្នឹងគឺស្អាតណាបងប្អូនអត់ឲ្យមានដីឬមានសម្រាមអីចូលទេព្រោះអីនៅខាងមុខបតុមចេតិយហ្នឹងគឺបានតម្កល់នៅព្រះសិរីរិកធាតុឬក៏អ្វីក៏នេះខ្ញុំអត់ដឹងដែរតែគ្រាន់តែថាសម្រាប់តម្កល់ព្រះសិរីរិកធាតុណាបងប្អូនហើយនៅជុំវិញបតុមចេតិយហ្នឹងគឺមានស្រះទឹកហើយមានទ្វារ4ទិសចាហើយទ្វារនីមួយហ្នឹងគឺមានរូបនាគចារូបនាគនៅចំផ្លូវទាំងសងខាងបងប្អូនពេលដែលបងប្អូនទៅកុំភ្លេចអញ្ចឹងនាងខ្ញុំពេលដែលនាងខ្ញុំទៅដល់គឺនាងខ្ញុំបានក្រាបសំពះ3ដងរួចហើយដើម្បីសូមនូវសេចក្តីសុខសិរីសួស្តីដល់គ្រួសារនិងមនុស្សសត្វទាំងឡាយណាបងប្អូនចាបងប្អូនមើលទោះបីជាតូចមែនណាប៉ុន្តែគឺស្អាតហ្មងបងប្អូនចាចម្លាក់គឺខុសគេហ្មងចេញជារូបរាងមកគឺស្អាតខ្លាំងណាស់បងប្អូនហើយនាងខ្ញុំមកដល់ម៉ោងហ្នឹងគឺម៉ោងថ្ងៃត្រង់ល្មមបងប្អូនហើយនាងខ្ញុំកំពុងតែដើរមើលជាងទៅស្រាប់តែឃើញបងប្អូនហើយទៅអត់រួចទេឆ្កែច្រើនណាស់ហើយនាងខ្ញុំបានឮសូរសំឡេងជួង
សំឡេងជួងហ្នឹងបានន័យថាដល់ជាដំណឹងដល់ព្រះសង្ឃព្រះអង្គនិមន្តឆាន់អាហារពេលថ្ងៃត្រង់ណាចង្ហាន់ថ្ងៃត្រង់បងប្អូននេះខ្ញុំអត់ទៅចេះនិយាយចាបងប្អូនមើលនាងខ្ញុំឆ្លៀតឱកាសពេលដែលបានឃើញទស្សនភាពមួយនឹងហើយគឺនាងខ្ញុំគឺចាប់ផ្ដើមយករូបភាពនឹងគឺរូបភាពគេហៅថារូបភាពមកកន្លែងរូបភាពតាមមកកន្លែងអញ្ចឹងគឺតាំងកាមេរ៉ាចោលអញ្ចឹងទៅគឺដើម្បីនិមន្តព្រះសង្ឃការនិមន្តរបស់ព្រះសង្ឃជាជួរអញ្ចឹងទៅនាងខ្ញុំនឹងអង្គុយចាំនៅនឹងទៅព្រោះអីអត់ចង់ដើរទៅណាទេព្រោះឃើញរូបភាពមួយហ្នឹងគឺមានអារម្មណ៍ថាអត់ដែលឃើញទស្សនភាពជួបនឹងទស្សនភាពបែបហ្នឹងណាបងប្អូនគឺវាជាឱកាសល្អរបស់យើងចាអញ្ចឹងយើងជិះនៅមកកន្លែងដើរទៅមុខទៀតទេចាំដល់ព្រះសង្ឃនិមន្តអស់ហើយទៅយើងបន្តដំណើរទៅមុខទៀតណាបងប្អូនចាបងប្អូនចាំបន្តិចតាំងចិត្តឲ្យស្ងប់ជាមួយនាងខ្ញុំផ្លែចាដើម្បីរងចាំព្រះសង្ឃព្រះអង្គនិមន្តចូលរោងឆាន់ចង្ហាន់ពេលថ្ងៃត្រង់ណាបងប្អូនចានេះដោយសារតែអត់ពាក់តំណត់ជើងចូលចឹងហើយបងប្អូនឃើញនៅលើកំរាលគឺស្អាតណាស់អត់មានដីទេបងប្អូននេះខ្ញុំក៏ដើរជើងទៅទេថ្ងៃត្រង់នឹងមកបងប្អូនក្តៅណាស់ឥឡូវនេះខ្ញុំឲ្យមើលអំពីចម្លាក់បងប្អូនយើងមើលចម្លាក់ស្នាដៃអូយស្នាដៃគឺវិចិត្រស្នាដៃបងប្អូនចានេះគេហៅថាវិចិត្រស្នាដៃឬក៏វិចិត្រជាចម្លាក់ចឹងណាបងប្អូនចាគឺរូបនេះអានេះនៅខាងឆ្វេងដៃនេះខ្ញុំណាបងប្អូនចាសម្រាប់វានឹងការដើរចូលទៅបទុមចេតិយបងប្អូនចាហើយយើងមើលទៅខ្ញុំមានអារម្មណ៍ថាដូចនៅវិសាលគោវត្តដែរមានស្រះទឹកចឹងណាបងប្អូនចាហើយបងប្អូនមកមើលអំពីចម្លាក់នៃការបទុមតែឆ្លងអត់រួចបងប្អូននេះខ្ញុំទៅអត់ដល់បានតែខាងមុខពីឆ្វេងពីស្ដាំទ្វារ3ទិសទៀតគឺនេះខ្ញុំទៅអត់ដល់ព្រោះបងប្អូនមើលគឺនេះខ្ញុំគឺត្រឹងនៅហ្នឹងហ្មងចាតែអត់រួចទេបងប្អូនពួកគាត់មានគ្នាច្រើនចំណែកនេះខ្ញុំមានតែម្នាក់ឯងនេះខ្ញុំមានតែម្នាក់ឯងចឹងអត់អាចតតាំងជាមួយគាត់បានមានតែថយក្រោយថយក្រោយវិញណាបងប្អូនទៅអត់រួចទេចានេះដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានស្ងប់អារម្មណ៍ជាការសប្បាយចិត្តជាមួយខ្ញុំរយៈពេលណាចាដល់វគ្គក្រោយយើងជួបគ្នាខ្ញុំនឹងបង្ហាញពីទស្សនវិជ្ជានៅក្នុងនៅទាំងអស់ណាបងប្អូនទាំងអស់គ្នាកុំភ្លេចនៅជាមួយនេះខ្ញុំឥឡូវនេះក្រោយចាវគ្គក្រោយពួកយើងនឹងបន្តការធ្វើដំណើរទស្សនានៅក្នុងបរិវេណវត្តមនីរ័ត្នចាជាបន្តទៀតឥឡូវនេះចាបើសិនជាចង់ដឹងថានៅក្នុងនឹងមានអ្វីដែលល្អនិងស្អាតហើយប្លែកដែរកន្លែងផ្សេងឬក៏ទីវត្តអារាមផ្សេងមានតែកន្លែងនេះគ្មានឬក៏កន្លែងនេះមានតែទីកន្លែងផ្សេងគឺអត់មានចាឥឡូវនឹងបន្តដំណើរជាមួយនឹងខ្ញុំទៅទៀតដើម្បីយើងទៅទស្សនាទាំងអស់គ្នាថាតែនៅក្នុងវត្តហ្នឹងមានអ្វីដែលស្អាតខ្លះបើបងប្អូនឃើញថាមានកន្លែងណាស្អាតមានកន្លែងណាដែលខុសប្លែកពីគ្នាបងប្អូនជួយ comment ប្រាប់ខ្ញុំផងព្រោះអីអានេះគឺជាលើកដំបូងដែលខ្ញុំធ្វើ channel ដែលដែរកំសាន្តក្នុងទីវត្តអារាមមកបងប្អូនចាគឺព្រោះថានាងខ្ញុំអត់តែបានមកចាឥឡូវនេះគឺការធ្វើដំណើររបស់យើងគេហៅថា EP 1មែនទេបងប្អូនចាឥឡូវ EP 1ចាឥឡូវយើងបែកគ្នាទៅនេះចានាងខ្ញុំសូមអរគុណនិងសូមជម្រាបលានៅ EP ទី2យើងនឹងបន្តដំណើរមើលនៅក្នុងបរិវេណវត្តទៀតសូមអរគុណសូមជម្រាប